ក្មួយប្រុសមិនបានមកតែអញអញ្ចឹងចុះចាស់ទៅណាអស់ហើយនៅទីនេះវាគ្រោះថ្នាក់ណាស់ណាលោកពូខ្ញុំឮគេថាធ្លាប់មានឈ្មួញទុកគ្រាប់ពូជក្បាសនៅទីនេះទើបខ្ញុំមកសាករកមើលឯងដឹងរឿងគ្រាប់ពូជក្បាសនឹងតាមណាហើយសួររកវាធ្វើអីភូមិយើងជួបគ្រោះរាំងស្ងួតរាល់ឆ្នាំដីក៏ខ្សោះអស់ខ្ញុំឮថាពូជក្បាសអាចដាំលើដីខ្សោះបានទើបចង់មករកនឹកស្មានមិនដល់ថានៅមានអ្នកចាំរឿងនេះសោះពូនេះហើយជាអ្នកនៅរស់រៀនមានជីវិតពីក្រុមឈ្មួញមួយនោះនេះហើយគ្រាប់ពូជក្បាសពូកាយវាយកចេញពីក្នុងភ្លើងទេពេលនោះគិតថាទូសល់ដង្ហើមចុងក្រោយក៏ត្រូវប្រគល់វាទៅឲ្យអ្នកដែលត្រូវការវាដែរស្ដាយណាស់3ឆ្នាំហើយគ្មានអ្នកណាសួររកសោះពូស្មានតែរបស់មានតម្លៃនេះត្រូវកប់ចោលនៅទីនេះរហូតហើយឥឡូវក្មួយមកហើយអញ្ចឹងពូប្រគល់វាឲ្យក្មួយចុះយកវាទៅប្រើឲ្យមានប្រយោជន៍ទៅចុះអរគុណលោកពូខ្លាំងណាស់ពូពិតជាមនុស្សអស្ចារ្យមែនពូយើងនឹងដឹងគុណពូជារៀងរហូតមួយទៀតសៀវភៅនេះមានកត់ត្រាពីរបៀបដាំវិធីការពារសត្វល្អិតនិងបច្ចេកទេសបេះយ៉ាងលម្អិតក្មួយយកទៅមើលទៅខ្ញុំច្បាស់ជាដាំវាឲ្យដុះហើយឲ្យអ្នកភូមិគ្រប់ផ្ទះបានដាំទាំងអស់គ្នាលោកពូកុំបារម្ភអីទៅចុះហាល្អិតពូជឿថាក្មួយច្បាស់ជាធ្វើបានពុកខ្ញុំមកវិញហើយថ្ងៃនេះពុកមិនទៅចំការអញ្ចឹងដំណាំនៅចំការដាំមិនព្រមដុះសោះសំណាងហើយផ្ទះយើងធ្លាប់លក់ថ្នាំបានលុយខ្លះកុំអីឥឡូវសំបីបាយក៏គ្មានហូបដែរពុកខ្ញុំរកបានដំណាំដែលអាចដាំលើដីទេបានហើយដំណាំអីគេលើណាពុកនេះគឺគ្រាប់ពូជក្បាសវាអាចដាំលើដីគោកបានមិនរើដីទេពុកសាក់ដាំបន្តិចមើលសិនទៅយកពងអញ្ចឹងពុកទៅសាក់ដាំមើលឥឡូវនេះហើយសៀវប៉ាវថ្ងៃនេះខំប្រឹងបន្តិចទៅណាបាទពុកគ្រាប់ពូជនេះជារបស់កម្រណាស់មិនអាចដាំអស់ក្នុងពេលតែមួយទេចុះបើដាំមិនរស់មិនខាត់អាសាបងទៅហើយតែប៉ុណ្ណឹងដាំរួចហើយមែនពុកបាទពុកតាមសៀវភៅគេថាប្រហែលកន្លះខែទៀតវានឹងដុះចេញមកហើយសង្ឃឹមថាវាពិតជាដុះមកមែនទៅចុះដាំបានប្រហែលកន្លះខែហើយស្អែកត្រូវទៅមើលនៅចំការសិនថាក្បាសវាបែកផ្លែនៅបើបែកហើយអាចប្រមូលផលបានហើយដល់ពេលហ្នឹងឲ្យម៉ែជួយដេរអាវរងាពីក្បាសឲ្យប៉ុន្មានកុំភ្លេយកទៅសាកលក់នៅផ្សារមើលជីវិតនេះកាន់តែមានសង្ឃឹមហើយវើយដុះក្បាសហើយចំការអញដុះក្បាសហើយឆាប់ទៅមើលទៅបងស្រីនិយាយអីហ្នឹងយីក៏អាចដំណាំក្បាសដែលអញយករាល់ថ្ងៃនឹងណាវាបែកផ្លែស្ក្បោះពេញចំការមកអ្នកភូមិកំពុងនាំគ្នាមើលពេញនឹងហើយឈិនវាងចំការឯងនេះដាំអីគេហ្នឹងសក្បោះអញ្ចឹងសៀវប៉ាវប្រាប់ថាវាហៅថាក្បាសធ្វើចំការរាប់សិបឆ្នាំហើយមិនដែលឃើញសោះរបស់ចម្លែកមែនសៀវប៉ាវប្រាប់ថាវាអាចដាំលើដីគោកបានបើយកមកដេរអាវកក់ក្ដៅជាងអាវធម្មតា10ដងឯណោះលក់ក៏បានលុយច្រើនដែរអូហូអស់ចាម្លេះដឹងអញ្ចឹងខ្ញុំសុំទិញពូជពីឯងយកមកដាំខ្លះដែរហើយសៀវប៉ាវមកហើយសៀវប៉ាវអាផ្កាយនឹងតាមពិតវាជាស្អីគេទៅជួយពន្យល់អ្នកភូមិយើងបន្តិចមើលមែនហើយជួយពន្យល់ពួកយើងបន្តិចមកបាទលោកតាលីរបស់នេះគេហៅថាក្បាសវាហូបមិនបានទេតែអាចយកមកត្បាញសំពត់បានហើយវាឲ្យស្ងួតត្បាញជាអំបោះទុនជាងអំបោះថ្មីទៅទៀតហើយអាចញ៉ាត់ចូលចន្លោះអាវធ្វើជាអាវរងាបានពាក់រដូវរងាលេងស្គាល់រងាហើយយីអាស្ដាប់ទៅលយគ្រាន់បើញឹងតែដូនតាយើងធ្លាប់តែដាំពោតដាំស្រូវសាលីចុះរបស់ថ្មីឯងនេះវាបានការមែនអត់នឹងចាំខ្ញុំធ្វើចេញមកឲ្យអ្នកទាំងអស់គ្នាមើលសិនទៅដល់ពេលនឹងដឹងហើយអូខេអញ្ចឹងពួកយើងចាំមើលបើបានការមែនពេលនឹងផ្ទះខ្ញុំក៏ដាំតាមអញប៉ុន្មានរៃដែរមែនហើយពួកយើងរងចាំមើលទាំងអស់គ្នាសុំមើលផងយន់នាងពួកយើងមកវិញហើយនេះជាអីគេហ្នឹងនេះហើយជារបស់ដែលសៀវប៉ាវធ្លាប់ប្រាប់អូននោះអាក្បាសដែលដាំនៅចំការយើងនោះអីទើបតែកន្លះខែសោះដុះចេញមកហើយលឿនមែនទែនហ្មង
ម៉ែក៏បាសទាំងនេះម៉ែអាចជួយយកទៅដេកជាអវរងាបានអត់ខ្ញុំចង់យកវាទៅលក់នៅផ្សារអវរងាបាសវាជាស្អីគេទៅហើយដេកយ៉ាងម៉េចអវរងាបាសគឺអាវដែលធ្វើពីក្បាសនឹងណាពាក់ទៅកក់ក្ដៅណាស់ធម្មតាអាវយើងពាក់រាល់ដងគេញាត់កំទេចថ្មីនៅចន្លោះកណ្ដាលតែឥឡូវយើងបដូរមកញាត់ក្បាសវិញវាជាអវរងាធ្វើពីក្បាសម៉ែដាក់ឈ្មោះវាថាអវរងាសំឡីទៅកូនអានឹងស្រួលតើចាំម៉ែដេកឲ្យអញពីរបីទៀតយកទៅលក់នៅឯផ្សារទៅអរគុណហើយម៉ែអាវរងាសំឡីពាក់ទៅកក់ក្ដៅហើយធន់ល្អណាស់បងប្អូនក្មួយប្រុសអាវនេះពាក់ទៅកក់ក្ដៅខ្លួនដល់ហើយក្ដៅជាងអាវញាត់ធៀងសូត្រទៅទៀតអាវនេះតម្លៃប៉ុន្មានដែរមួយតម្លៃមួយតម្លឹងប្រាក់លោកពូថប់ម្លេះយកឲ្យពូមួយមកយកឲ្យខ្ញុំមួយដែរខ្ញុំយកមួយដែរសុំមើលមួយមើលក្មួយប្រុសលោកពូជាថៅកែហាងក្រណាត់ស៊ឺជីតាអាវនេះគ្រួសារក្មួយជាអ្នកធ្វើមែនទេបាទពូសំឡេងខាងក្នុងគឺពូយើងដាំខ្លួនឯងហើយអាវនេះគឺម៉ែខ្ញុំអ្នកដេរផ្ទាល់ដៃតែម្ដងអាវនេះមើលទៅក្រាស់ល្អណាស់តែស្ទាបទៅអត់រឹងសោះទន់ល្មើយហ្មងល្អជាងអាវនៅហាងពូទៅទៀតក្មួយប្រុសប្រាប់ពូបានទេថាយកអីមកធ្វើនេះជាស្អីគេទៅមើលទៅដូចផ្កាស្មៅតែស្ទាបទៅទន់ជាងឆ្ងាយណាស់ពូមិនដែលឃើញសោះហ្មងគេហៅថាកបាសលោកពូជារបស់កម្រមកពីតំបន់ខាងលិចយកមកធ្វើអាវទៅគឺទន់កក់ក្ដៅហើយការពាររងាបានយ៉ាងល្អក្មួយនៅសល់អាវនឹងប៉ុន្មានទៀតពូយកទាំងអស់ហ្មងនៅសល់តែពីរនឹងទេពូក្មួយប្រុសឯងចាប់អារម្មណ៍ចង់រកស៊ីជាមួយពូទេក្នុងមួយខែពូត្រូវការអាវនេះ200អាវពូឲ្យថ្លៃមួយពីរតម្លឹងប្រាក់យកមិនដែរបើដល់ទៅ200អាវពួកខ្ញុំធ្វើខ្លួនឯងច្បាស់ជាមិនទាន់ទេសុំខ្ញុំគិតសិនទៅពូ2ថ្ងៃទៀតចាំខ្ញុំឲ្យចម្លើយអញ្ចឹងពូចាំចម្លើយនៅហាងណា2ថ្ងៃទៀតជួបគ្នាថ្ងៃនេះលក់ដាច់អស់រលីងរៀបចំឲ្យវ៉ាន់ទៅផ្ទះពុកម៉ែថ្ងៃនេះខ្ញុំយកអាវទៅលក់នៅផ្សារចំណេញបាន20តម្លឹងប្រាក់នឹងអស់ចាមែនកូនពុកសៀវប៉ាវពិតជាពូកែមែនយប់នឹងម៉ែខំប្រឹងដេរឲ្យបានច្រើនបន្តិចស្អែកបានយកទៅលក់ទៀតច្បាស់ជាចំណេញបានច្រើនជាងនឹងមិនខានពុកម៉ែថ្ងៃនេះនៅផ្សារថៅកែហាងក្រណាត់ស៊ឺជីគាត់ចង់រកស៊ីជាមួយយើងគាត់កំងអាវ200រាល់ខែឲ្យថ្លៃមួយពីរតម្លឹងប្រាក់ហើយថានឹងទិញយូរអង្វែងទៀតផងអូនេះជារឿងល្អតើមានអ្នកមកទិញយូរអង្វែងអញ្ចឹងថ្ងៃក្រោយយើងលេងបាច់ទៅអង្គុយលក់នៅផ្សារទៀតហើយប៉ុន្តែមួយខែ200អាវយើងមិននឹងធ្វើតាន់ទៅនឹងហើយពុកម៉ែចុះបើពូយើងចែកការងារដេរអាវញឹងឲ្យមីងនៅក្នុងភូមិជួយធ្វើទៅអញ្ចឹងគ្រប់គ្នាអាចរកលុយបានលេងភ័យរឿងដាច់ពោះក្នុងរដូវរាំងស្ងួតនេះហើយសៀវប៉ាវគិតបានល្អតាកូនធ្វើអញ្ចឹងទាំងយើងទាំងអ្នកភូមិគឺសុទ្ធតែអាចរកលុយបានដូចគ្នាកូនពិតជាធំមែនមានការទទួលខុសត្រូវថែមទាំងចេះជួយអ្នកដទៃទៀតស្អែកពុកនឹងទៅរកលោកមេភូមិឲ្យគាត់ប្រមូលអ្នកភូមិនៅមុខភូមិមកដើម្បីប្រកាសដំណឹងល្អនេះឲ្យគ្រប់គ្នាបានដឹងលោកមេភូមិតើលោកនៅផ្ទះទេចិនវាងអញមករកយើងមានការអីលោកមេភូមិកាលពីលើកមុនរឿងដែលគ្រួសារខ្ញុំដាំកបាសលោកប្រហែលជាបានឮហើយមែនទេឮហើយចុះមានរឿងអីនេះជាលុយដែលសៀវប៉ាវយកអាវកបាសទៅលក់កាលពីម្សិលមិញចំណេញបាន20តម្លឹងប្រាក់ចិនវាងអាវកបាសផ្ទះឯងពិតជារកលុយបានច្រើនម្លេះបាត់លោកតាមិនត្រឹមតែបានលុយទេថែមទាំងអាចដូរយកបាយហូបបានទៀតផងលោកមេភូមិដែលខ្ញុំមករកលោកថ្ងៃនេះគឺចង់នាំអ្នកភូមិយើងដាំកបាសរកលុយទាំងអស់គ្នាដេកក្នុងភូមិយើងស្ងួតអស់ដាំអីក៏មិនបានតែក្បាសនេះធន់នឹងភាពរងស្ងួតហើយលូតលាស់លឿនទៀតដាំវាត្រូវមកឆ្មងប៉ុន្តែគ្រាប់កបាសជារបស់កម្រណាស់អ្នកភូមិប្រកាសជាគ្មានលុយទិញទេលោកតាផ្ទះខ្ញុំមានគ្រាប់ពូជខ្ញុំអាចចែកជូនអ្នកភូមិទេបានហើយខ្ញុំអាចបង្រៀនពីវិធីដាំវិធីបេះនិងវិធីធ្វើថែមទៀតផងពេលបានផលហើយយើងអាចឲ្យមីងក្នុងភូមិជួយយកទៅដេរជាអាវគ្រួសារខ្ញុំនឹងចាំប្រម៉ូទទិញរាល់ខែដោយឲ្យថ្លៃមួយតម្លឹងប្រាក់ធានាថាមិនឲ្យអ្នកណាខាតទេទៅវាពិតជាផ្លូវរកលុយដ៏ល្អមែនអញចេះចោះចាំខ្ញុំទៅប្រម៉ូទអ្នកភូមិឲ្យអញជាអ្នកឡើងទៅនិយាយពន្យល់ពួកគេផ្ទាល់ទៅបាទអរគុណលោកមេភូមិអរគុណលោកតាពុកម៉ែបងប្អូនអើយឆាប់មកជុំគ្នានៅមុខភូមិមកពូឈិនវាងមានវិធីនាំយើងរកលុយទិញបាយហូបហើយ
ក្មេងពីលអញកុំមកស្រែកដេកដាស់គ្រូរងស្ងួតចេះទៅរករឿងអីបានលុយទៅខ្ញុំឮផ្ទាល់ត្រចៀកមកថាពូចិនវាងប្រាប់មេភូមិម្សិលមិញលក់អាវកបាសបានដល់ទៅ20 ដំឡឹងប្រាក់ឯណោះ